សូមស្វាគមន៍មកកាន់រឿងនិទានខ្មែរដ៏ជក់ចិត្តបាក់សៃបាក់ស្លាបរឿងនេះនិយាយអំពីបុរសកំឡោះចិត្តថឈ្មោះសុវណ្ណដែលបានជួយសង្គ្រោះបាក់សៃមាសមួយក្បាលដែលរងរបួសបាក់ស្លាបកណ្ដាលភៀសភ្លៀងទឹកចិត្តដ៏បរិសុទ្ធរបស់គេបាននាំឲ្យជួបនឹងរឿងអស្ចារ្យដែលមិននឹកស្មានដល់នៅពេលដែលបាក់សៃនោះបានប្រែកាយជាទេពអប្សរាដ៏ស្រស់សោភាតាមដានសាច់រឿងពេញដើម្បីដឹងពីអាកំបាំងនិងមេរៀនជីវិតដ៏មានតម្លៃនៃការសម័យព្រេងនាយដ៏យូរលង់ណាស់មកហើយនៅតាមជើងភ្នំដ៏ខ្ពស់ត្រដែតមួយដែលហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សាខៀវស្រងាត់និងមានពពកអណ្ដែតអមជុំវិញដូចជាផ្ទាំងគំនូរដ៏អាថាកំបាំងមានបុរសកំឡោះម្នាក់ឈ្មោះថាសុវណ្ណរស់នៅយ៉ាងឯកោក្នុងខ្ទមចរាតូចមួយទោះបីជាសុវណ្ណមានជីវភាពក្រីក្រលំបាកវេទនាយ៉ាងណាក្តីប៉ុន្តែគេមានចិត្តមេត្តាសន្តោសប្រកបដោយធម៌សប្បុរសដ៏ស័ព្ទសត្វទាំងឡាយដែលរស់នៅក្នុងព្រៃនោះជារៀងរាល់ថ្ងៃសុវណ្ណតែងតែចូលព្រៃជ្រៃដើម្បីបេះបន្លានិងកាប់អុសយកមកដោះដូរជាអាហារបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតទៅតាមយថាកម្មរបស់ខ្លួននាថ្ងៃមួយនៅពេលដែលផ្ទៃមេចាប់ផ្ដើមប្រែពណ៌ជាខ្មៅងងឹតស្លុបសូរិយាអស្តង្គតបាត់ទៅក្រោយជួរភ្នំយ៉ាងឆាប់រហ័សស្រាប់តែមានខ្យល់ព្យុះបោកបុកយ៉ាងខ្លាំងមកលើតំបន់នោះសូរសំឡេងផ្គរលន់ក្រហឹមនិងភ្លេងបន្តឈ្មៀងកាត់ផ្ទៃមេឃបង្កើតបានជាបរិយាកាសគួរឲ្យខ្លាចរអាបំផុតខណៈដែលសុវណ្ណកំពុងតែរៀបចំសម្រាកនៅក្នុងខ្ទមស្រាប់តែត្រចៀករបស់គេឮសូរសម្រែកដ៏ស្រទន់និងសៅៗមួយដែលលាយឡំជាមួយសូរសំឡេងខ្យល់បោកបុកយ៉ាងខ្លាំងពីខាងក្រៅសំឡេងនោះហាក់ដូចជាការអំពាវនាវសុំជំនួយយ៉ាងក្តុកក្តួលបំផុតដោយចិត្តអាណិតអាសូរមិនអាចអោបដៃឈួរមើលបានសុវណ្ណក៏សម្រេចចិត្តចាប់យកចង្កៀងប្រេងកាកចាស់មួយដែលជិតអស់ប្រេងទៅហើយរួចដើរចេញទៅក្រៅទាំងកណ្ដាលភ្លៀងជោកជាមដើម្បីស្វែងរកប្រភពនៃសំឡេងដកកំសត់នោះបន្ទាប់ពីចំណាយពេលស្វែងរកអស់មួយសន្ទុះធំនៅក្រោមដើមជ្រៃធំដែលមានអាយុកាលរាប់រយឆ្នាំសុវណ្ណបានប្រទះឃើញសត្វបាក់ស៊ីដ៏ចម្លែកមួយក្បាលវាមានរោមពណ៌មាសលីបញ្ចុះគួរភ្លីភ្លេកទោះបីជាត្រូវទឹកភ្លៀងជោកជាមក៏ដោយក៏សម្រុះដល់ត្រការរបស់វានៅតែលេចធ្លោខុសប្លែកពីបាក់សីធម្មតាដែលសុវណ្ណធ្លាប់បានជួបប្រទះក្នុងព្រៃនេះប៉ុន្តែអ្វីដែលធ្វើឲ្យសុវណ្ណក្តុកក្តួលក្នុងចិត្តបំផុតនោះគឺស្លាបខាងស្ដាំរបស់បាក់សីដ៏ស្រស់ស្អាតនោះបានបាក់ធ្លាក់ចុះមកដល់ដីហើយមានឈាមហូរស្រក់តិចៗទៅលើស្លឹកឈើក្រៀមបាក់សីនោះមើលមកសុវណ្ណដោយកែភ្នែកដ៏ក្រៀមក្រំស្រពោននិងពោពេញទៅដោយភាពអស់សង្ឃឹមដោយមិនបងអង្យូសុវណ្ណបានដកអាវធំរបស់គេដែលសម្រាប់ការពាររងាយកមករំសាត់បាក់ស៊ីយ៉ាងថ្នមបំផុតរួចបីវាត្រឡប់មកកាន់ខ្ទមវិញដោយការប្រយ័ត្នដើម្បីកុំឲ្យប៉ះពាល់ដល់របួសរបស់វានៅពេលមកដល់ខ្នូខ្ទមដ៏កក់ក្ដៅសុវណ្ណបានប្រើប្រាស់ចំណេះដឹងខាងឱសថបុរាណដែលគេធ្លាប់រៀនពីជីតាគ្រូកាលពីមុនយកមកសំជារុក្ខជាតិស្រស់ៗសម្រាប់លាបជាបារបួសស្លាបសត្វនោះគេបានលាងឈាមដោយទឹកស្អាតរួចបិទថ្នាំបង់រុំស្លាបរបស់វាដោយចិត្តអត់ធ្មត់និងថ្នមដៃជាទីបំផុតបើទោះជាសុវណ្ណមានអាហារសម្រាប់ខ្លួនឯងបន្តិចបន្តួចក៏ដោយក៏គេសុខចិត្តទុកអង្ករដែលនៅសល់ក្នុងឆ្នាំងចុងក្រោយយកមកដាំជាបបររាវៗឲ្យបាក់សីនោះស៊ីដើម្បីផ្ដល់កម្លាំងដល់វាគេអង្គុយមើលថែបាក់សីនោះពេញមួយយប់ទល់ភ្លីដោយមិនហ៊ានបិទភ្នែកសម្រាកឡើយខ្លាចក្រែងបាក់សីដ៏កំសត់នោះមានគ្រោះថ្នាក់ដល់ជីវិតច្រើនថ្ងៃកន្លងផុតទៅសត្វបាក់សីនោះក៏ចាប់ផ្ដើមមានកម្លាំងមុំមួនឡើងវិញបន្តិចម្ដងវាហាក់ដូចជាយល់ដឹងពីទឹកចិត្តដ៏បរិសុទ្ធរបស់សុវណ្ណយ៉ាងច្បាស់រៀងរាល់ព្រឹកនៅពេលដែលសុវណ្ណត្រឡប់មកពីធ្វើការងារយ៉ាងហត់នឿយបាក់សីនោះតែងតែច្រៀងនៅបទភ្លេងដ៏ពិរោះរណ្ដំដែលមិនធ្លាប់មាននរណាម្នាក់បានឮពីមុនមកក្នុងលោកនេះសំឡេងច្រៀងរបស់វាហាក់បីដូចជាវេទមន្តដ៏ស័ក្តិសិទ្ធិដែលធ្វើឲ្យសុវណ្ណបាត់អស់នូវភាពនឿយហត់និងសេចក្តីទុក្ខព្រួយទាំងពួងទោះជាយ៉ាងណាសុវណ្ណសង្កេតឃើញថានៅពេលយប់ដែលមានពន្លឺព្រះច័ន្ទពេញបូនមីជះមកលើផែនដីបាក់សីនោះតែងតែសម្លឹងទៅកាន់ទីខាងកើតនៃជើងមេឃដោយទឹកមុខស្រពោនហាក់ដូចជានឹកនាដល់ទឹកដីកំណើតដែលវាមកពីយ៉ាងខ្លាំងយប់មួយខណៈដែលពន្លឺព្រះច័ន្ទចាំងជះចូលមកក្នុងខ្ទមយ៉ាងត្រចះត្រចង់ដូចជាពន្លឺប្រាក់សុវណ្ណបានដើរទៅជិតកន្លែងដែលគេរៀបចំឲ្យបាក់សីនោះសម្រាកគេបានលូកដៃទៅអង្អែលក្បាលវាយ៉ាងថ្នមរួចពោលពីក្នុងចិត្តថាណែបាក់សីមាសអើយឯងប្រហែលជានឹកត្រេះណាស់ហើយមែនទេកុំបារម្ភអីនៅពេលដែលស្លាបរបស់ឯងជាសះស្បើយទាំងស្រុងខ្ញុំនឹងលែងឯងឲ្យមានសេរីភាពវិញដើម្បីឲ្យឯងបានត្រឡប់ទៅរកគ្រួសារនិងមិត្តភក្តិរបស់ឯងវិញចុះគ្រាន់តែសុវណ្ណនិយាយចប់ភ្លាមស្រាប់តែមានរឿងដ៏អស្ចារ្យដែលមិននឹកស្មានដល់មួយបានកើតឡើងរោមពណ៌មាសរបស់បាក់សីនោះចាប់ផ្ដើមជះពន្លឺពណ៌ស្វាយត្រចះត្រចង់ពេញផ្ទះបង្កើតបានជាពពុះផ្សែងដ៏ក្រអូបផ្សាយភាយពេញអាកាស
សុវណ្ណឈរថ្លាំងដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលរាងកាយរបស់បក្សីនោះចាប់ផ្ដើមផ្លាស់ប្ដូររូបរាងបន្តិចម្ដងនៅចំពោះមុខភ្នែករបស់គេពន្លឺនោះបានបំផ្លាញបក្សីបាក់ស្លាប់ឲ្យតែជារូបរាងអ្វីមួយយ៉ាងដែលអស្ចារ្យលើសពីការស្មានរូបរាងដែលអស្ចារ្យលើសពីការស្មាននោះគឺជារូបកាយរបស់ទេពអប្សរាដ៏ស្រស់សូភាម្នាក់ដែលមានប្រភពផូរផង់ដោយដួងច័ន្ទពេញបូរមីនិងមានគ្រឿងអលង្ការមាសភ្លឺចិញ្ចាតពាសពេញរាងកាយសម្លៀកបំពាក់របស់នាងត្បាញចេញពីសរសៃសូត្រទើបពណ៌មាសដែលជះពន្លឺភ្លឹបភ្លែតរាល់ពេលនាងធ្វើចលនាខណៈដែលក្លិនក្រអូបប្រហារដោយផ្កាម្លិះនិងផ្កាកេសរកុលាបបានសាយភាយពេញខ្ទមតូចរបស់សុវណ្ណឈរធ្លាំងទាំងក្តីភិតភ័យផងនិងក្តីស្ញប់ស្ញែងផងគេស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងថាសត្វបក្សីដែលរងរបួសនិងមានស្លាបបាក់ស្រុតដែលគេបានជួយសង្គ្រោះកាលពីប៉ុន្មានថ្ងៃមុននោះតាមពិតគឺជាបុត្រីរបស់ស្ដេចទេវតាដែលយាងចុះពីឋានសួគ៌ទេពធីតាអង្គនោះបានសម្លឹងមើលមកសុវណ្ណដោយប្រាក់នេដ៏ទន់ភ្លន់បំផុតរួចមានបន្ទូលដោយសំឡេងដ៏ពិរោះរណ្ដំដោយសំឡេងតន្ត្រីសួរថាអ្នកកំឡះចិត្តថអើយកុំភ័យខ្លាចអីចូលក្រោកឈរឡើងចុះខ្ញុំគឺជាទេពអប្សរាដែលត្រូវបានព្រះបិតាដាក់ទណ្ឌកម្មឲ្យចុះមុខឋានកណ្ដាលក្នុងរូបរាងជាបក្សីបាក់ស្លាប់ដើម្បីស្វែងរកមនុស្សដែលមានចិត្តមេត្តាធម៌ពិតប្រាកដមកជួយសង្គ្រោះស្លាប់និងវិញ្ញាណរបស់ខ្ញុំសុវណ្ណលុតជង្គង់ចុះសំពះដោយក្តីគោរពបំផុតរួចនិយាយទាំងសំឡេងញ័រថាក្រាបទូលព្រះនាងខ្ញុំបាទគ្រាន់តែជាអ្នកភូមិក្រីក្រម្នាក់ដែលមិនអាចដាច់ចិត្តឃើញសត្វលោកស្លាប់នៅចំពោះមុខតែប៉ុណ្ណោះខ្ញុំបាទមិនហ៊ានទទួលពាក្យសរសើរដ៏ខ្ពង់ខ្ពស់បែបនេះឡើយទេពធីតាបានញញឹមយ៉ាងស្រស់ស្រាយរួចមានបន្ទូលបន្តថាចិត្តសប្បុរសរបស់អ្នកដែលមិនរំពឹងអ្វីតបស្នងនឹងការដែលអ្នកសុខចិត្តលះបង់សេរីភាពឲ្យខ្ញុំវិញទោះបីជាអ្នកដឹងថាខ្ញុំជាបក្សីដ៏មានតម្លៃក៏ដោយគឺជាកម្លាំងទើបដ៏ខ្លាំងក្លាដែលបានបំបីបណ្ដាសាទាំងស្រុងអ្នកមិនត្រឹមតែបានព្យាបាលរបួសលើរាងកាយរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែអ្នកថែមទាំងបានបង្ហាញឲ្យឃើញថាចិត្តមនុស្សដែលបរិសុទ្ធគឺមានតម្លៃលើសពីអ្វីទាំងអស់នៅក្នុងលោកនេះភ្លាមនោះនាងបានលើកព្រះហស្តស្ដាំឡើងរួចក្រវីយឺតឆ្ពោះទៅរកបរិវេណផ្ទះរបស់សុវណ្ណដើម្បីផ្ដល់ជាកាដូសម្រាប់ការលះបង់ដ៏ធំធេងរបស់គេស្រាប់តែមានរឿងអស្ចារ្យកើតឡើងជាបន្តបន្ទាប់ខ្ទមចាស់ជុះដែលធ្លាប់តែមានដំបូលធ្លុះធ្លាយបានប្រែរូបរាងទៅជាផ្ទះឈើដ៏រឹងមាំនិងមានសោភ័ណភាពស្រស់ស្អាតខណៈដែលដីខ្សាច់នៃជុំវិញផ្ទះបានប្រែទៅជាសួនផ្កានិងដំណាំហូបផ្លែដ៏ខៀវស្រងាត់ដែលមិនធ្លាប់មានពីមុនមកទេពធីតាបានដកយកស្លាបមាសមួយសន្លឹកពីសក់របស់នាងមកហុចឲ្យសុវណ្ណរួចមានបន្ទូលថានេះគឺជាវត្ថុសម្រាប់រំលឹកដល់សេចក្តីល្អរបស់អ្នកទោះបីជាថ្ងៃក្រោយទៅជាយ៉ាងណាសូមរក្សាចិត្តមេត្តានេះឲ្យនៅស្ថិតស្ថេរជានិច្ចព្រោះវាជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយបន្ទាប់ពីមានបន្ទូលចប់ទេពធីតាក៏បានរលាយបាត់ទៅក្នុងពពកពណ៌ស្វាយត្រជាក់ត្រចង់ហោះត្រឡប់ទៅកាន់ឋានសួគ៌វិញបន្សល់ទុកនៅក្លិនក្រអូបប្រហារជាប់ក្នុងចិត្តរបស់សុវណ្ណជានិច្ចសុវណ្ណបានសម្លឹងមើលទៅលើមេឃទាំងក្តីរំភើបនិងពេញចិត្តជាខ្លាំងចំពោះមេរៀនជីវិតដ៏អស្ចារ្យដែលគេទើបតែបានទទួលចាប់ពីពេលនោះមកជីវិតរបស់សុវណ្ណបានផ្លាស់ប្ដូរទាំងស្រុងគេលែងជាអ្នកប្រមាញ់ដែលដេញសម្លាប់សត្វទៀតហើយប៉ុន្តែគេបានក្លាយជាអ្នកការពារសត្វព្រៃនិងជាអ្នកមានចិត្តសប្បុរសបំផុតក្នុងភូមិគេបានប្រើប្រាស់ទ្រព្យសម្បត្តិដែលទេពធីតាប្រទានឲ្យដើម្បីជួយដល់អ្នកភូមិដែលជួបការលំបាកជួយព្យាបាលអ្នកមានជំងឺនិងបង្រៀនក្មេងៗឲ្យស្គាល់ពីតម្លៃនៃជីវិតសត្វលោកគ្រប់រូបរឿងរ៉ាវនៃបក្សីបាក់ស្លាប់និងចិត្តមេត្តារបស់សុវណ្ណបានរីកសាយភាយពីភូមិមួយទៅភូមិមួយរហូតក្លាយជាដំណាលដែលគេរៀបរាប់តគ្នាដល់កូនចៅជំនាន់ក្រោយមនុស្សគ្រប់គ្នានៅក្នុងតំបន់នោះបានរៀនរស់នៅដោយមានសេចក្តីស្រឡាញ់ចំពោះធម្មជាតិនិងសត្វលោកគ្រប់ប្រភេទដែលរស់នៅជុំវិញពួកគេសុវណ្ណបានរស់នៅយ៉ាងមានក្តីសុខនិងសេចក្តីថ្លៃថ្នូររហូតដល់ជុំបញ្ចប់នៃជីវិតរបស់គេដោយដឹងយ៉ាងច្បាស់ថាសេចក្តីល្អដែលសាបព្រោះដោយចិត្តស្មោះត្រង់នឹងផ្ដល់ផលជាសេចក្តីសុខដ៏អស្ចារ្យត្រឡប់មកវិញជានិច្ចសន្តិភាពនិងក្តីមេត្តាបានគ្រប់ដណ្ដប់ពេញទឹកដីនោះជារៀងរហូតទៅ